ហើយវាអាចយក information យើងនៅក្នុងទូរស័ព្ទយើងបានទាំងអស់ហើយយើងត្រូវប្រយ័ត្នដោយបងសុធីគាត់ខាង IT ខាង technology ក៏ដឹងហើយតើគេអាច send virus គេអាច send bug send ឲ្យចូលមកអាចទាញយក information នៅក្នុងទូរស័ព្ទយើងទាំងអស់អញ្ចឹងបានថាយើងត្រូវប្រយ័ត្នមែនទេនៅក្នុងទូរស័ព្ទហ្នឹងហើយមួយទៀតក្នុងក្រិតកម្មតាមគេហៅ cyber crime ក្រិតកម្មតាមអ៊ីនធឺណិតហ្នឹងវាមានច្រើនប្រភេទដែរខ្ញុំចាំកុំអស់ដែរមានថា identity theft លួចឆក់ information យើងដូចឈ្មោះយើងថ្ងៃកំណើតយើង driver license social យើងហៅ identity theft យក information យើងយកទៅ apply យក credit card ទៅ apply ទិញនេះទិញនោះហើយយើងអត់ដឹងអីសោះប៉ុន្តែ credit score យើងចុះមកនឹងមាន identity theft គេលួចយកឈ្មោះយកឲ្យយើងយកទៅប្រើមួយទៀត credit card fraud អាហ្នឹងក៏ដូចគ្នាដែរគេ credit card យើងគេអាចហ្នឹងក៏មួយយ៉ាងដែរhello បាទ hello នៅ credit card fraud មានន័យថាវា apply ពួកខូចនឹង apply យក credit card ទៅទិញអីតាមអ៊ីនធឺណិតក៏បានហើយមួយទៀតវាមិនប្រើ address យើងទៀតប្រើឈ្មោះយើងប្រើ credit យើងយកទៅទិញតាម online យើងហើយយកទៅដាក់ផ្ទះតនេទៀតហ្នឹងបាំងមិនដាក់នេះតលឺដែរពេលខ្ញុំនិយាយទៅលឺដែរលឺដែរខ្ញុំនិយាយស្លេងខ្ញុំខ្លាំងស្រាប់អត់អីទេបាទជិះតនេះវាស្គាល់ទៅបាទបាទសប្តាហ៍នេះពួកខូចវាប្រើឈ្មោះខ្ញុំក៏ធ្លាប់ជាជនរងគ្រោះគេប្រើ credit card ខ្ញុំដែរ Me too ដូចគ្នាហើយវាយកយើងអត់ដឹងទេដល់តែយើងអាសា check bank account យើងអាសា check credit យើងហើយម្យ៉ាងទៀតបើយើងមានបដាស្នាមអីផ្ញើមកយើងត្រូវពិនិត្យមើលបន្តិចព្រោះពេលខ្លះគេមកតាក់ទងយើងចង់បញ្ជាក់ថាអ្នកឯងមានទិញនេះទិញនោះអត់កុំឲ្យធ្វើប្រហែលសោះវាលួចប្រើច្រើនណាស់មួយទៀតវាពួកខូចហ្នឹងពេលខ្លះមិនមែននៅក្នុងភូមិយើងទៀតនៅភូមិក្រៅវាប្រើ address ផ្ទះតនេផ្ទះអត់មានអ្នកណាជួលឧទាហរណ៍ខ្ញុំបើកាត់ផ្លូវវ៉ាងថៃខ្ញុំឃើញផ្ទះតនេមួយខ្ញុំយក address ហ្នឹងខ្ញុំលួចយកបងជួងយកឈ្មោះគាត់ទៅ apply credit card ទៅទិញពី Best Buy ឲ្យវា deliver ទៅនោះហើយពេល deliver ហើយខ្ញុំដឹងថាវា deliver មកដល់ខ្ញុំទៅជួយចាំទៅយកតែនឹងចោលលួចតាម credit card fraud ហើយមួយទៀតគេហៅ advance fee fraud មានន័យថាគេទេមកយើងទៅឬតាម email ថាអ្នកឯងបើអ្នកឯងបង់លុយប្រហែល200ខ្ញុំនឹងឲ្យអានេះឲ្យនោះកុំដាច់ខាតបើយើងភាគច្រើនបងប្អូនខ្មែរយើងទៅខ្លាយជនរងគ្រោះច្រើនដោយសារអញ្ចឹងយើងស្មានតែគេទេមកហ្នឹងពិតគាត់ហើយតាមពិតអត់មែនទេបើយើងមិនមាន apply អីយើងមិនបានទិញអីយើងមិនបានលេងឆ្នោតយើងមិនបានលេង entry អីអ្នកណាទេឲ្យយើងឈ្នះមែនទេយើងត្រូវគិតយើងផងកុំឲ្យចេះតែទទួលប្រេះផ្ដាស់មួយទៀតគេហៅ fake checks បងប្អូនណាធ្លាប់បានមីងពូណាបានធ្លាប់ទទួល check អីគេផ្ញើមក2000អីដែរធ្លាប់ហើយមានដែរយកទៅ check ទៅ cash ទេអត់ទេអូខេបើថាលួចលើកដៃតិចទៀតអីខ្ញុំអត់ប្រហែលហ្នឹងកុំឲ្យដាច់ខាតពេល cash ហ្នឹងវាមានអក្សរពីក្រោមហ្នឹងវាយើង agree ទៅអីមួយហើយពេលខ្លះវាអាចដឹងកន្លែងយើង account យើង bank យើងហើយមួយទៀតយើង agree to some information ដូចថាយើង by cashing it យើង agree ទៅនេះ okay so you got to be careful with that as well charity មកសុំធ្វើចូលបច្ច័យចូលជួយក្មេងក្រីក្រអាហ្នឹងក៏ fraud ដែរបើយើងចង់ជួយមែនទេយើងអាចជួយទៅផ្ទាល់កញ្ញាដែរតាមទូរស័ព្ទកុំអោយបើគេសួរយើងតាមទូរស័ព្ទសួរថ្ងៃកំណើតសួរ social ID កុំអោយដាច់ខាតតាមទូរស័ព្ទពីព្រោះមួយយើងមិនដឹងអ្នកខាងចុងទូរស័ព្ទហ្នឹងជាណាផងដាច់ខាតមិនអោយធ្វើទាំងអស់បើយើងចង់ចូលបនចូលអីជួយដូចថាមានគេស្លាប់នៅ Fresno យើងចង់ចូលកុំអោយតាមទូរស័ព្ទទៅដាច់ខាតtax ជឿថាបើ tax ហ្នឹងថ្មីថ្មោងដែរ tax ហ្នឹងមានគេទេមកថាឯងជាពាក់ iOS មានដែរខ្ញុំក៏មានដែរគេមកទេទាខ្ញុំដែរភាគច្រើនយើងត្រូវទេទៅlại iOS ហ្នឹងគេមានឬក៏ website ios.gov ចឹងទៅយើងទៅបញ្ជាក់ព្រោះពួកវាអាចប្រផ្លាញបន្លំអា link តាមវាពេលខ្លះវាផ្ញើតាមទូរស័ព្ទយើងមកវាមានឲ្យយើង click ហើយនេះអូនយើង click ចូលបាច់វាអាច send virus send bug ដើម្បីទាញយក information ហើយរួចយើងវាក៏ទាញយើងហ្នឹងឲ្យចូល website មួយទៀតមិនមែន website របស់រាជការទេគឺ website របស់វាខ្លែងបន្លំស្តៀងមែនទែនដូចឧទាហរណ៍យើងមើលច្បាស់មែនទែនវាដាក់ iOS
C យើងទៅ .ac យើងទៅយើងអត់ដឹងទៀតបើយើងមិនប្រកែអញ្ចឹងមិនបានសាលារៀននេះល្អមែនទេព្រោះយើងរៀនប្រើ computer បើវាយើងប្រើ computer យើងដឹងប្រើហើយពេលយើងដឹងទៀតក៏មានបញ្ហាទៀតពេលខ្លះយើងមានវិថា update ពេក technology ពេកក៏អាចមានបញ្ហាទៀតចោលវាតាមដានពីព្រោះត្រូវដឹងថា laptop នេះដឹងថាមាន camera មានដឹងដែរអាទូលប្រហោងមាន camera តែយើង click link អីមួយវាអាច access camera នឹងមើលយើងឃើញទៀតកាលខ្ញុំធ្វើ certificate ខាងក្រតិកម្មខាង computer ហ្នឹងមានអាទាំងស្រីម្នាក់ហ្នឹងគាត់ថាមានអ្នកណាគេ email រូបគាត់ឈរពងដូអាវនៅក្នុងបន្ទប់គាត់ហើយគាត់ថាមានណាមកថតគាត់ដល់ពេល laptop គាត់ទៅទុកនៅលើតុគាត់ហ្នឹងហើយគាត់ចំហអញ្ចឹងនេះគាត់ឈរខ្ញុំទៅមើលកញ្ចក់ហ្នឹងដល់អាវឲ្យទៅគឺថតគឺថាអ្នកឯងមិនផ្ញើលុយឲ្យខ្ញុំទេខ្ញុំនឹងបង្ហោះរូបអ្នកឯងដូរអាវហ្នឹង blackmail អូខេ so ដូច្នេះហើយ technology ហ្នឹងទូរស័ព្ទដូចខ្ញុំមានទូរស័ព្ទពេលខ្ញុំមិនដែលដាក់ចោលរួចដើរទៅណាហើយបើថាយើងអាចទុកចិត្តគ្នាបានឧទាហរណ៍យើងនៅ Starbucks នៅកន្លែង restaurant យើងដាក់ចោលទៅអ្នកដែលគេចេះគេអាចចូលមកភ្លឹកគេ download ពពកដាក់ឲ្យយើងពពកឲ្យវិញគេពេលយើងបាត់ទៅវា access របស់យើងបានទៀតម្នាក់ហ្នឹងដល់ពេលខ្ញុំចាប់បានគឺ ex boyfriend ហ្នឹងទិញទូរស័ព្ទឲ្យវាយវ៉ាន់ឲ្យទៅដើម្បី install bug ហ្នឹងដើម្បីតាមដានឃ្លាំមើល ex girlfriend ហ្នឹងអញ្ចឹងមិនពួកខ្ញុំតាមដានទៅពួកយើងមិនប្រើទេទូរស័ព្ទយើងកាប់ព្រោះទូរស័ព្ទខ្ញុំមាន camera ខាងមុខហើយមានក្រោយដែរយើងកាប់វាទៅអញ្ចឹងទៅបើអញ្ចឹងទៅយើងមានស្អីគ្របលើបើយើងចង់ឲ្យប្រយ័ត្នមែនទែនហើយ laptop នោះបើយើងមិនប្រើទេយើងបិទមុខវាទៅកុំឲ្យគេមើលឃើញfinancial account takeover ហ្នឹងខ្ញុំបាន cover មិញហើយបើយើង accidentally ឲ្យលេខ account យើង apply តាម online អត់អីយើងដាក់ check in account យើងវាអត់ secure គេអាចយកហ្នឹងមកគេអាចចូលក្នុង account យើងពិសេសយើងត្រូវសំខាន់មែនទេគឺយើងត្រូវ check មើល account យើងរាល់ថ្ងៃមួយអាទិត្យថា2-3 ដងក៏បានដែរយើងមើលក្នុងtransaction តើក្នុងនេះមានអីចម្លែកអត់មុនដំបូងវាទាញយកមកឡាសិនវាទាញយកមករៀលសិនឯងបើទាញបានហើយនឹងវាយកអីទៀតយកទាំងអស់បណ្ដោយហើយវាមួយទៀតវាឆ្លាតដែរពួកហ្នឹងវាដែរយកច្រើនឯងមុនបងយកម្ដងតិចវាយកយើងថាវាថាបើយើងមាន 10000 ក្នុងដែងអញ្ចឹងវាយកថាមកឡាសិនដល់ពេលហើយវាយក50ដល់ពេលហើយ200ដល់ពេលវាឃើញទៅយើងមិនខ្វល់ទេវាដឹងថាយើងនឹងស្រួលយកទាំងអស់បណ្ដោយសូដូច្នេះយើងត្រូវប្រយ័ត្នខាង checking account នៅឡើយនេះយើងអាចមើល checking account យើងតាមទូរស័ព្ទទៀតខ្ញុំក៏មានទូរស័ព្ទនេះខ្ញុំធ្វើ pay bill ទៅអីបាទធ្វើ pay bill ទៅអីតាមទូរស័ព្ទទាំងអស់មិនសូវបើក laptop មកខ្ញុំធ្វើការនៅកន្លែងប៉ុស្តិ៍ខ្ញុំចូលទៅចូល computer police អាហ្នឹងវា secure មែនតើហើយកុំឲ្យ download អីទៅពី website ណាយើងមិនសូវច្បាស់លាស់កុំឲ្យ download បើថាយើងមានកូនចៅដែលក្មេងៗជំនាន់ក្រោយនេះគ្នាប្រកែខាង computer យើងសួរថា hello កូនអានេះមិនដែរយើង download មិនដែរក្មេងៗវាប្រកែកូនខ្ញុំអីក៏ខ្ញុំទូរស័ព្ទខ្ញុំគាំងវាពុបបាត់គាំងម្ដងអញ្ចឹងមានន័យថាយើងសួរក្មេងៗដែលគាត់ចេះមួយនេះគឺធំមែនតើគេហៅគាំងគេហៅ romance scam នឹងមានន័យថាម៉េចទេ romance scam បកប្រែយកខ្មែរគេហៅស្នេហាបោកប្រាស់ស្នេហាបោកប្រាស់ហ្នឹង so ស្នេហ៍បោកប្រាស់ភាគច្រើននឹងតាក់ទងចាស់នៅក្នុងផ្ទះចាស់ convalescent home គាត់ lonely ប្តីគាត់ស្លាប់ឬក៏ប្រពន្ធគាត់ស្លាប់វាទេទៅកន្លែងវាមើលតាមទូរស័ព្ទហ្នឹងវារកឃើញចាស់ហ្នឹងគាត់សើលុយត្រៃរាប់ម៉ឺនរាប់សែននៅក្នុង account គាត់ហើយគាត់ lonely មែនទែនគាត់ត្រូវការអ្នកនិយាយជាមួយហើយវាទេមកវាធ្វើជាមិត្តភក្តិមួយគាត់ដល់ពេលហើយយូរទៅវាថាឥឡូវខ្ញុំដូចឈឺកាពះខ្ញុំត្រូវការលុយ 1000 ដើម្បីយកទៅជាបាលដល់យូរទៅវាចាប់ដើម build relationship ហ្នឹងគាត់បាក់ចិត្តស្នេហានេះទៅហើយមួយទៀតគាត់បានទៅណាបានជួបគ្នាសោះវានិយាយលួងលោមហើយពួកហ្នឹងវាមានពេលច្រើនមែនតើចុះកិច្ចការគេបោកប្រាស់ហ្នឹងមែនទេមិនទៅណាទេចុះទេឡើងទៅគាត់ហ្នឹងក៏បាក់ចិត្តមែនតើគាត់អ្នកទៅផ្ញើលុយឲ្យគាត់មកខែ 2000 ដល់ពេលបាន 2000 ហើយថាអូឡូវនេះឆ្កែខ្ញុំឈឺមួយទៀតខ្ញុំសូម 1000 ទៀតឡូវនេះខ្ញុំចេះតែមានរហូត
ដល់ពេលអានេះ case ថ្មីនេះប្រហែលខែហ្នឹងខ្ញុំទៅ search មើលដែរគឺថាមីងគាត់អស់$70000ហើយគាត់ retire គាត់អស់$70000ម្ដងហើយ$70000ហ្នឹងមិនមែនយកតាមអ៊ីនធឺណិតទៀតគាត់វាតាក់ទងតាមគាត់ហើយគាត់វាប្រាប់របៀបឲ្យទៅដកលុយចេញពី bank គាត់ទៅ Wells Fargo ហើយបានចូលទៅ bank ហើយប្រាប់ direction ឲ្យទិញអានេះទិញអានោះយកផ្ញើតាមនេះ wire តាមនេះដល់ពេលតរំតែគាត់ដឹងថាអានេះដូចបោកប្រាស់ទេប៉ូលីសទៅអស់បាន too late បាទដូច្នេះហើយបើយើងចង់បើថាមើលដូចថាមិនសូវស្រួលទេអាហ្នឹងប្រហែលមិនពិតមែនតើយើងសួរកូនចៅយើងឬក៏ប្រាប់អ្នកដទៃក៏ដឹងដែរកុំឲ្យលាក់លៀមព្រោះភាគច្រើនចាស់ក៏នៅក្នុងកន្លែងផ្ទះមនុស្សចាស់គាត់អត់សូវមានអ្នកណាមកកូនចៅក៏មិនបានទៅមើលគាត់អូខេហើយគាត់នៅគាត់ lonely គាត់ចង់និយាយជាមួយគេមកឯងដូច្នេះគាត់យកឱកាសហ្នឹងតាក់ទងមិត្តភ័ក្តិតាមអ៊ីនធឺណិតខ្ញុំដឹងថាមានខ្មែរខ្លះដែលខ្ញុំនៅ professional គាត់ធ្លាប់ទេមកប្រាប់ខ្ញុំដែរគាត់ថាគាត់ប៊ីសចាញ់បោកគេឬក៏ចាញ់បោកគេទីជួយដែរដល់ពេលគាត់ដឹងតន់ហ្នឹងគាត់ឈប់អាហ្នឹងខ្ញុំក៏គេទេមកមានទេមកពី Brazil ទេមកចុះឥឡូវវាមាន call ID អស់ណាអញ្ចឹងមានន័យថាយើងអាចមើលឃើញមួយឈ្មោះហ្នឹងយើងមិនដែលស្គាល់គេខ្លះវា tag មកអូនេះអញចាំខ្ញុំបានអត់ហើយយើងថាបើយើងឆ្លើយភ្លាមមានន័យថាអានេះថា phishing មិន F ណា PHISHING phishing មានន័យថាវាដូចបោះនុយឲ្យយើងវាបោះទៅថាមនុស្ស100នាក់យើងបោះមួយហ្នឹងបានមួយណាវាយកមួយហ្នឹងអញ្ចឹងបានលើបាទអញ្ចឹងទៅយើងត្រូវប្រយ័ត្នរឿង phishing ហ្នឹងខ្ញុំបាន message រាល់ថ្ងៃខ្ញុំមានទូរស័ព្ទ2ទូរស័ព្ទមួយរបស់ប៉ូលីសទូរស័ព្ទនេះរបស់ខ្ញុំទាំងពីរមកទាំងអស់ពួកហ្នឹងមិនដឹងពីណាមកព្រោះយើងពេលយើង apply loan apply ប្រាក់ apply អីពីតាម bank យើងមិនសញ្ញេថា information យើងណាព្រោះបងប្អូនណាដែលមើលអាតែសទូហ្នឹងអត់ដែលមើលទេមែនទេគេវាដាក់អក្សរទូមិនចេះទៅពីលើសញ្ញេខ្វោកហើយអ្នកឯងយល់ស្របថាខ្ញុំអាចយក information ឯងទៅលក់ឲ្យគេបានអាច share ជាសាធារណៈបានអញ្ចឹងហើយលេខទូរស័ព្ទយើងអត់មាន private ទេបើយើងចង់មក private មែនទែនយើងត្រូវ search មើលឈ្មោះខ្លួនឯងបើមិនជឿយើងថ្ងៃណាមានពេលអ៊ីនធឺណិតចូល search ឈ្មោះខ្លួនឯង search ឈ្មោះ search address ទៀតចេញមកជួរទៀតហើយខ្ញុំក៏យ៉ាងដែរ search តែឈ្មោះខ្ញុំ Danny Kim ខ្ញុំ click image ឃើញមុខខ្ញុំទាំងអស់ពេញអ៊ីនធឺណិតបើខ្ញុំ search គេអីភាគច្រើនខ្ញុំមិនសូវទៅគោះទ្វារ search អ្នកណាទេជួនក្រឹតណាខ្ញុំថាម្នាក់នេះប្រហែលនេះចូល Smith ហ្នឹងប្រហែលចោលខ្ញុំចុចចូល Smith Club ចេញមកមើលមុខដូចមួយហ្នឹងទៅរោមុខដល់មានមកពីបាយល្បីហើយរូបក្រៅល្បីមានពីរយ៉ាងល្បីខូចក៏បានល្បីល្អក៏បានបើយើងមិនដឹងប៉ុន្តែតែកូនពេលខ្លះពួកខូចវាប្រើហ្នឹងដែរអញ្ចឹងមានន័យថាយើងអ្នកល្អយើងទៅអង្គុយអីសើចមើលគេមែនទេអ្នកល្អមិនដែរទៅអង្គុយមានពេលណាទៅដល់សើចមើលខ្ញុំឬក៏មើលមានតែពួកខូចប្រកែពួកចុចលើ Facebook មានវាលួចឈ្មោះយើងអូខេវាហើយវាលួចឈ្មោះ Facebook យើងស្អីទាំងអស់មកហើយរហូតវាបញ្ជូនឈ្មោះយើងមក friend ហើយវាថាវាមានកន្លែងវានោះវាមានស្គាល់កន្លែងដែលគេឲ្យលុយឲ្យកាក់ស្អីហ្នឹងបញ្ជូនមកយើងបានប៉ុណ្ណេះស្អីហ្នឹងយើងធ្វើដល់ហ្នឹងទៀតបាទឥឡូវត្រូវចាំចេះគ្មានស្អី free ទេក្នុងអ៊ីនធឺណិតក្នុងជីវិតយើងគ្មានអី free ទេបើភាគច្រើនវាចាប់តែអ្នកស្មាតូយើងលោភលន់អ្នកដែលចង់បានចង់យើងលោភលន់តិចយើងចង់ហើយទាញបានហើយមួយទៀតពួកឥណ្ឌាពួកអីទេមកហ្នឹងទេមកខ្ញុំលេងសើចមកវាមកស្ទូងទៅវាជេរខ្ញុំដាក់ចុះពួកគេហ្នឹងការងារចឹងម្ដងយើងមើលការងារហ្នឹងទេមនុស្សប៉ុន្តែវាគិតមើលទៅបើយើងទេមនុស្ស1000នាក់បានតែ5នាក់ក៏វាបានលុយចាយដែរអញ្ចឹងមានន័យថាយើងត្រូវប្រយ័ត្នហើយមួយទៀតឥឡូវនេះ AI បងប្អូនដឹង AI អីគេទេAI ហ្នឹងវាអាចបដូរសំឡេងអាចបដូរមុខអាចបដូរអ្វីទាំងអស់អូខេឥឡូវនេះចាប់ដើមថ្មីទៀតវាយកមុខយើងទៅដាក់រូបអីមួយដែលអាភិសហ្នឹងទៅវាយកមកចម្រិតយកលុយយើងនឹងបើយើងតាក់ទងអានឹងទេមានទៅទេប៉ូលីសប្រាប់ប៉ូលីសថាមានគេធ្វើអញ្ចឹងកុំឲ្យញ៉ាលុយឲ្យគេកុំដាច់ខាតហើយមួយទៀតសំឡេងទៀតពេលខ្លះទេមកអញ្ចឹងទៅអូខ្ញុំសុំជួបDanny បន្តិចខ្ញុំអមេរិក Danny ខ្ញុំមានកូនស្រីនេះឯងឬកូនប្រុសនេះឯងក្មួយនេះឯងនៅរដ្ឋនេះហើយមានឮសូរសំឡេងកូនស្រីយើងទៀត
hay thằng chung xử lý côn nhau men rồi việc đăng việc mơ không internet việc đăng đặt côn dướng nè Danny Kim and côn nâu ở Ohio ok là chứng video là bệnh nắng là mấy tê ở phúc là mấy chấm rất lui việc phúc và nâng mùi tiết là nâng thông mình tên là cứ chọp cục chọp ấy đang này như là kèng cọt chạm này đó cọt miền côn xây no state sinh côn xây cọt chọp cụcនៅ Mexico hay cọt tê một lý thang này nhung lưu số côn xây nhung xây no background PVT máu rồi nhung tàu bang từ vô đọt lui 5,000 rồi phụ việc là chân cái tàu côn nhung cụcនៅ Mexico cọt nâng tàu bang tàu phụ nhung tàu tam cọt từ nơi pet civil tàu tam nó coi nó có khai miền là tam cọt bị cáo phụ nhung show nó tên tao downtown nâng tàu chầm mơ cọt đọ mấy cọt khi mình đến cọt trong nhau tao phụ việc hay phụ nhung khó thì ta có mọi thời gian việc clang clang đấy côn anh mấy này hay có tháng tây tàu côn xây cọt mình là lợi chân mình này côn có phải chọc cục mấy này bộ dương miên là chùa bạch đại hành chân dương mình chụp mắt tê bali hay bộ thà bali không kia đừng prap được nhau bộ thà ưu tiên hỏi dương mình chơi on lễ tê sông đô này là check mai được nhau mình mày có chui bỏ lại bàn đại card của mọi information của bali mình đang một tê sông lùi dương ok DMV việc nhà support việc đại tê mà sông dương IRS nhà support mình đang một tê sông lùi dương quay tầng để tệ tôn tam internet tam tu được sắp cùng oi pay nên dừng sốc chân chân cho sốc chất chất support dương là bởi dừng an support chân tấu dừng miền kho tàng chuyện sai lừa đại dương những ai giờ top long cái môi kề bàn với nhôm là đi lần láng về đường Facebook nó bị trán video group mẹ Facebook nó chỉ miền tên là này đã hỏi từ create new account hay nhà xa từ một thẻ dưới hay là xong xây lùi bà bố này nên họ đặt xây tam Facebook cùng sọ cùng mọi cái sọ đổ kia ấy chân hay mùi tiết bởi dương trong phải chạy dương tê tô bong lề đi hay bọn anh account một ấy nhưng mà xong lùi miền chạy cho hay mùi tiết dương ai lock account dương ban và tha miền crew sau khi ra dương ai xua mình là này cô là chào chui lock account ta đi rồi phù đi lock là đọc về friend bạn mơ khởi hay ưu tiên họ lâu sóc lên bong lề đi một request friend nhom là đức chỉ song say thế đấy lúc có friend mới nhom rọp năm ấy mình tầm đưa có block nhom mới có slide cái rồi một tiêu mà mấy những cái chân á so đấy bây giờ đang có những sự tệ sự còn bao mọi nhà mình mấy account cả đấy bạn khơi send message mà some app friend nhom mà nên mình này đã tây cái lòng thôi chịu qua đây nè đằng sau nhỏ chạm lên mặt phát lên sợ ông lên rồi còn mình nên đẹp cho mình ra đi bo không coi bằng ai nãy mình đang xem thôi cô chung một ọt tiền con này đi lại con giờ nhôm bay lên mà đòn một lô mà để bị nhôm ăn chứ ông lê quay của lươn lên mà tiền rồi chết ngon rồi ngon kho được rất là được bỏ ta miền một số bài là muối để phụ scan về kho mà lê dương block về hỏi vì tranh lên xe mà tiền block à lê tham mấy nó hỏi vì tranh lên xe mà tiền ta dương miền một số bài là ha ọt miền này tục scan việc đó ọt miền này lệ bộ lê dương mình score có mọi lần những chân sai lên được hang up đâu vì pro nhom miền app muối cái hào 1021 á app nắng nhom IT đâu kế nhom ai pra lê na của bạn này trong lâu nhom trong pra area code Stockton 209 nhưng mà đồ lấy thu này nhưng tê tôi bọn anh ok vậy nhưng thôi chẳng bạn hay app nó trong iPhone những sẽ free được không này bây giờ miền này Android tiếp những download app free được không bây giờ miền Apple bây giờ cái tớ từ sắp miền Pi một page miền Android hay Apple cứ là origin kê một hai đấy bằng origin kê bị pro Android security feature with zero mình này dùng download ấy các bạn này mình thấy free ở miền tiêu lối vậy miền này theo việc quality này anh download ấy đấy còn tại Apple with 85% secure về dùng download app ấy muối vì ao dùng tính hay về verify tiền ta app nó miền bờ ấy khác so được nói buộc beli browser Apple vì pro về security về việc mình 100% mình đang về 85% rồi miền này còn bao dùng zero đây ấy bạn không Apple từ xa bạn download những cái con như này thì con miền Apple và lâu bạn bắt đầu đấy vì ngay không đâu ngay số pra trên Android pra trên được chắc Apple
អាហ្នឹងរឿងប្រើសួរអត់ដឹងប៉ុន្តែ Android ដឹងតែ download ក៏ free មែនទេ free ទាំងអស់ពីព្រោះវាអត់មាន protection ទាំងអស់ក៏ហាមដាច់ខាតក៏មក download ឥឡូវមានសំណួរអីខ្លះដែរ specific សំណួរអីតាក់ទងនឹងការបោកប្រាស់ហ្នឹងមានទៀតទេ ខ្ញុំមកទៅមួយថ្ងៃអូខេ computer អូខេខ្ញុំមានអាដែង dictionary នៅក្នុង computer ហ្នឹងប្រហែលយូរហើយមិនដែលមានបញ្ហាទេតែមកថ្មីហ្នឹងពេលយើងចុចវាយអក្សរខ្មែរពុតចុចទៅស្រាប់តែវាទៅដល់ពេលទៅវាថាយក computer យ៉ា virus អីពេញហ្នឹងយើងធ្វើមិនក៏បាត់បានដែរចោលមកដល់តែអញ្ចឹងវារៀបភ័យមិនស៊ូដែរថា លក់ទឹកក្លឹប លក់ទឹកអីបាត់បានទេបាន ដល់តាមមើលអូខេទៅតាមមើលសិនគេទៅគេទៅវាឲ្យយើងអូខេសិនពេលហ្នឹងយើងឲ្យវាចូលហើយមួយទៀតលោបង that's a good point រឿងវាធ្វើឲ្យយើងចេញsecurity ហ្នឹងមកហើយវាឲ្យយើងទេទៅលេខនេះមែនទេអូខេ ដល់ឲ្យទេទៅលេខវា Yeah ចូលទេហ្នឹងពួកហ្នឹងវាគេហៅ phishing ណាវា scam វា send a message ហ្នឹងមកចូល computer យើងទាំងអស់ហ្នឹងវាព្រោះតែយើងបង្កើត email វា access ទាំងអស់ពិភពលោកបើយើងបង្កើត account ឯមួយវា access ទាំងអស់មានន័យវានឹងប្រើស្អីមួយភ្លឹបឲ្យទាំង laptop យើងហើយវាថាអ្នកឯងចង់ជួសជុលបញ្ហាហ្នឹងទៅទេមកលេខនេះទេមកលេខហ្នឹងដឹងវាសួរអីអ្នកឯងត្រូវឲ្យ password មកខ្ញុំមកដើម្បីខ្ញុំ access remote access របស់ laptop អ្នកឯងដើម្បីជួយជួសជុលឲ្យដល់ពេលវាចូល access laptop យើងហើយតើ laptop យើងមានអីខ្លះនៅក្នុងហ្នឹងតាំងពី banking តាំងពីនេះនោះអីទាំងអស់ពីពេលហ្នឹងហើយដូច្នេះហើយយើងដូចឲ្យភ្នែកវាចឹងវាមើលឃើញទាំងអស់ហើយមានន័យថាវានៅក្នុងនៅស្រុកឥណ្ឌានោះវាអាចសេរីវាអាចមើលរបស់វាដូចវាមើល computer យើងឃើញដូចរបស់វាចឹង Yeah so ហ្នឹងដាច់ខាតកុំឲ្យទេបើយើងសង្ស័យមែនទែនបិទវាណាបើសំខាន់បើល្អមែនទែនដកថ្មចេញទៅបើថាយើងដឹងថាយើងបើថាយើងដូចថាមាន virus ហើយយើងដកថ្មចេញបើមិនចឹងទេដូចពូបងមានប្រសាសន៍មិញយកញួរដាក់ប៉ាំងទៅពូមិនចង់ប្រឡាក់ទឹកទេយើងដាក់ញួរក៏បានហ្នឹងហើយបាទពូ ខ្ញុំមានលេខសង្កាត់តែខ្ញុំលាក់ទៅនៅកន្លែង note គេមើលឃើញ ឃើញឲ្យតែក្នុង computer បើយើងចង់លេខសម្ងាត់វាទុកក្នុងกระดาษល្អជាងព្រោះពួកនោះមិនអាចលូកកបៅយើងបានមែនទេ ខ្ញុំដាក់នៅក្នុង note អត់ password ក្នុង note ឥឡូវអូទិបើគេមើលទូរស័ព្ទយើងឃើញអូខេគេមិនចេះតែឃើញព្រេបដាស់ដល់យើងហ្នឹងដល់ computer យើងឬក៏ទូរស័ព្ទយើងហ្នឹងវា jeopardize ហើយគេបាន hack បានហើយហ្នឹងមកគេមើលឃើញប៉ុន្តែបើតាមកណាវិញនេះគាត់យកអា note ហ្នឹងយកទៅផ្ដិតយើង screenshot ហើយយកទៅផ្ដិត print ហ្នឹងហើយទុកក្នុងកប៉ៅឬកាបូបអញ្ចឹងទៅបើយើងបដូរ password យើងលើទៅ save បដូរបានបើទុកក្នុងនេះឧទាហរណ៍ telephone នេះធ្លាក់បឹងបាត់អស់លេងអត់មានយកអត់មានចាំទាំងអស់ខ្ញុំដូចគ្នាខ្ញុំខូចទូរស័ព្ទម្ដងអត់ដឹងលេខទូរស័ព្ទម្ដាយផងបាត់ចាំអត់ចាំទេឥឡូវខ្ញុំទៅសួរលេខទូរស័ព្ទប្រពន្ធខ្ញុំដឹងទេតើវាយើងចង់ទេប្រពន្ធនេះដាក់វាយទៅយើងទេបានទេមែនទេដល់ពេលបាត់ទូរស័ព្ទបាត់បណ្ដោយ ពឹងទៅលើ app ធនាគារហើយនឹង credit អីទាំងអស់មិនគេចាយអស់លីងទេ ឃើញទាំងអស់មក អត់ឧទាហរណ៍បើយើងបើគេហាកបានគេអាចធ្វើបាន អញ្ចឹងដល់ហេតុព្រាមតើញួរព្រាម អត់ទេអាហ្នឹងគឺថាវាបញ្ហាវាធំមែនទេណាយូរចុះប៉ុន្តែបើយើងចង់ឲ្យលះមែនទេយូទេទៅ bank យើងអូខេបាទហ្នឹងនិយាយលេងសើចហ្នឹងអាយួរណាប៉ុន្តែមែនទេបើដឹងថាគេហ្នឹងបានលួចចូលទូរស័ព្ទយើងបាន laptop យើងបានហើយរួច bank account យើងមានឃើញ transaction អីគេដកលុយឲ្យយើងហើយខ្ញុំមិនបានដកអីដកនៅអី Sacramento ខ្ញុំមិនដែលទៅផងហ្នឹងហើយខ្ញុំ ATM ខ្ញុំអស់200នៅ Sacramento មានតែចោលលួចហើយយើងទេទៅ bank យើង plate ឥឡូវខ្ញុំសុំ free ឲ្យវាកាំងទៅកុំឲ្យអ្នកណាដកបានតទៀតហើយពួក bank ក៏គេជួយយើងបានដែរគេថាអូខេអ្នកឯងមែនឃើញដកនៅ Sacramento គេក៏មាន camera ដែរ Sacramento ហ្នឹងដូច ATM គេមាន camera មែនទេដល់ពេលគេទៅឆឹកមើលទៅឃើញ camera មិនមែនមុខដូចគុណគេថាអូនឹងចោលចឹង គេពាក់ម៉ាស់មកចាប់ទៅ ចឹងម៉ាស់គេមើលអត់ទេចាំម៉ាស់មានន័យថាមិនមែនយើងមិនមែនជាយើងមានន័យថាយើងគេបាន គេមិនអាចពាក់មួយអាចពាក់បានតាខ្មៅអាចពាក់ម៉ាត់បានចូលដកលុយគេអត់បានអ
យើងត្រូវដោះមុខដល់ចេញដែរប៉ុន្តែ ATM ខ្ញុំតែបន្តខ្មៅដល់ដងដល់ម៉ាស់ចេញ ម៉ាស់ក៏គេឲ្យដោះតែពេលចូល ATM តែក្នុងនេះគេដាក់រូរបស់គេលើ បាទកុំឲ្យដក គេឲ្យទាំងម៉ាស់ពាក់បិទមុខបិទអេបាន ហើយមួយទៀតតាមផ្ទះហើយបងប្អូនមានអ្នកចម្លែកមកគោះទ្វារផ្ទះលក់ដូរទិញនេះទិញនោះអីពេលខ្លះវាពិតមែនពិតប្រកបមែនប៉ុន្តែភាគច្រើនណាស់ដែលមកមើលមកចង់ដឹងថាមាននៅផ្ទះយើងមានពេលវេលាយើងដូចថាម៉ោងនេះយើងចេញម៉ោងនេះយើងចូលឥឡូវឧទាហរណ៍យើងនៅផ្ទះម្នាក់ឯងហើយក្មេងៗ 2-3 នាក់មកគោះទ្វារដាច់ខាតកុំឲ្យនៅស្ងៀមបើយើងនៅក្នុងផ្ទះកុំឲ្យរត់ពួនពេលយើងរត់ពួនមានពួនដឹងថាមាននៅផ្ទះអញ្ចឹងធាក់ទ្វារចូលសុកចិត្តឆ្លើយវិញប៉ុន្តែយើងឆ្លើយយើងថាយើងនិយាយទៅជាមួយអ្នកដទៃយើងធ្វើឧទាហរណ៍យើងនៅម្នាក់ឯងមែនយើងត្រូវឆ្លើយថាម៉ាក់នៅផ្ទះឬមួយអូបងហេ honey យ៉ាងណា answer the door or something honey can you come out real quick អានោះថាអូមាន2នាក់អូខេភាគច្រើនក្មេងៗដូចគ្នាយើងបរៀនកូនចៅយើងធ្វើអញ្ចឹងពេលខ្លះយើងទុកកូនអាយុ3 4 10 10ឆ្នាំឲ្យនៅតែឯងទៅហើយប៉ាមកវិញម៉ោង 2 3 ម៉ោងទៀតនៅផ្ទះកុំឲ្យតណាពេលណាគោះទ្វារកុំឲ្យឆ្លើយកុំឲ្យបើកយើងបរៀនអញ្ចឹងដល់ពេលវាគោះប៉ុកវាមើលអត់ឃើញមានnướcស្ងាត់វាស្ដាប់ទៀតអត់មានnướcអញ្ចឹងវិញចូលយើងសុខយកកូនយើងឆ្លើយវិញ so what do you want ដល់ពេលបរៀនកូនយើងថា dad someone at the door ឲ្យវារៀនថាអញ្ចឹងទៅហើយមិនអញ្ចឹងទៅឲ្យបើក TV ខ្លាំងតិចទៅធ្វើដូចមានអូអនតិចហ្នឹងសំខាន់មែនតើឥឡូវនេះមានចោលនៅខាង North Fresno ហ្នឹងធ្វើអញ្ចឹងវាដឹងតែអ្នកនៅម្ដុំហ្នឹងធ្វើការដូច្នេះវាអត់មានដឹងតែមាននៅផ្ទះវាទៅវាលោតដបងទៅធ្វើក្រោយវាវាយកញ្ចក់ស្លាញ់ដូរចូលទៅលួយអស់លីហ្នឹងមានយើងទៅធ្វើគឺមកយើងដូចនៅផ្ទះហ្នឹងហើយមួយទៀតជនជាតិគេហ្នឹងគេដឹងពួកយើងអាស៊ីព្រោះដឹងតែពួកយើងអាស៊ីហ្នឹងមានលុយនៅក្នុងផ្ទះបាទអាហ្នឹងពួកវាដឹងចឹងមកដឹងមកមានលុយមានមាសហើយមួយទៀតខ្មែរយើងភាគច្រើនខ្មែរយើងជួយចិត្តទិញរបស់ថ្លៃដែរថ្លៃភាគច្រើនមែនតើយើងទិញ Louis Vuitton Gucci អីពេលខ្លះយើងទុកអីពិសេសគឺអ្នកដែលនៅកន្លែង gated community មានគេដូចថាអ្នករ៉ូស៊ីគ្រាន់បើគេមានអីវ៉ៃវ៉ាន់ល្អមានពេជ្រមានត្បូងមានមាសបើចង់ទុករបស់របរក្នុងផ្ទះមានតម្លៃយើងទិញ safe ទិញទូឃ្លាំងដែកអីមួយហ្នឹងទៅហើយលាក់ឲ្យជ្រៅឲ្យស្ងាត់បើយល់អវិញយើងដាក់ធនាគារក៏បានយើងអាចជួលsafe deposit box គេមួយដាក់ក្នុងធនាគារក៏បានដែរព្រោះថាយើងមិនចង់ទៅផ្ទះបើឧទាហរណ៍បើយើងមានអ្នកនៅផ្ទះ24ម៉ោងទឹក7ថ្ងៃដាក់នៅផ្ទះដាក់ទៅប៉ុន្តែសំខាន់ពួកចៅវាមិនដែលថាទៅធាក់ធ្វើយើងបថុយទេវាខ្លំមើលយើង2 3អាទិត្យសិនទៀតពួកខ្ញុំចាប់បានចោលដោយសារអញ្ចឹងដែរវាជាប់ពេលពីផ្ទះពីអ្នកដែលវាចង់កោះទ្វារហ្នឹងវាដេកអង្គុយមើលទៅមើលម៉ោងតែគាត់ចេញម៉ោង 7 ម៉ោង 3 ល្ងាចគាត់ឡំមកវិញនេះរាល់អាទិត្យហើយវាវាយស្មានមាន case មួយខ្ញុំមិនបាច់ហៅឈ្មោះឬហាងអីមួយណាហាងមាសតកែហាងមាសខ្មែរយើងវាខ្លំមើលទៅប្រហែលខែវាដឹងផ្លូវគាត់បើកទៅណាដឹងផ្ទះគាត់នៅណាហើយដល់ពេលហ្នឹងវារៀបចំគ្នាវា2-3ឡានបើកតាមហើយបើយើងឧទាហរណ៍យើងមាន business បងប្អូនយើងច្រើននៅក្នុង Fresno មាន business ហាងដូណាតហាង restaurant មាសអីចឹងទៅយើងកុំឲ្យប្រើផ្លូវតែមួយទៅផ្ទះយើងទៅបដូរផ្លូវព្រោះមនុស្សយើងគឺជាមនុស្សទម្លាប់យើងទម្លាប់តែបើកផ្លូវណាទៅផ្លូវហ្នឹងហើយយើងទៅខ្ញុំចេញពី Valentine ខ្ញុំទៅនេះបត់នេះឡើងពីវិញខ្ញុំអត់បានហើយបើពេលខ្លះមិនដឹងថាចុះខ្ញុំមកដល់នេះពេលណាភ្លេចបងព្រោះយើងអូតូម៉ាទិកបណ្ដោយយើងទៅបដូរខ្លះយើងទៅបដូរឥឡូវយើងថ្ងៃខ្លះយើងបដូរផ្លូវនេះម្ដងវិញបន្តិចក៏មិនអីកូនយើងទៅបដូរបាទសូមបន្ថែមបន្តិចពីរឿងការនេះនិយាយខ្ញុំនឹកឃើញពីរឿងអ្នកទៅគោះផ្ទះជាពិសេសបើដូចចំការយើងអ្នកនៅផ្ទះអ្នកឯងក្តី2អ្នកក្តីហើយមានមនុស្សមួយចំនួនវាទៅគោះទ្វារយើងអត់ដឹងថាចំពោះមនុស្សហ្នឹងទេប៉ុន្តែអ្នកខ្លះគេប្រាប់យើងថាគេមកពីខាង PG&E គេមកពីខាងក្រសួងនេះអញ្ចឹងភាគច្រើនបច្ចុប្បន្ននេះអ្នកដែលចុះទៅតាមមូលដ្ឋានគេមានការ ID សម្គាល់កន្លែងកិច្ចការអញ្ចឹងយើងមើលបើសិនជាអ្នកនឹងឧបមាថាគាត់ធ្វើការខាង PG&E បើយើងអត់ចាប់ផ្លឹកទេមានតែយើងអត់ call ផងហ្នឹងហើយហេតុអីបានអ្នកទៅគូទ្វារ
ហើយបើសិនអ្នកគោះទ្វារថាខ្ញុំមកខាង PG&E គេបញ្ជូនឲ្យមកចេះត្រូវមើលតើពួកនឹងមាន ID ទេសុំអីតែប៉ូលីសក៏ដោយយើងមានសិទ្ធិបើទៅគោះទ្វារផ្ទះយើងសុំអ្នកឯងឈ្មោះអីហើយសុំឲ្យបង្ហាញ badge number ID គឺការមានអា fake คล้าย ID คล้าย វាមានប៉ុន្តែបើសិនជាយើងមានហ្នឹងទៅឧបមាថាមាន fake ID មានឈ្មោះមាន ID មាន telephone ហោចណាស់បើយើងនឹកឃើញទាញទូរស័ព្ទ call ទៅលើ ID ហ្នឹងហើយបើសិនជាអ្នកហ្នឹងអត់មានតែបុគ្គលហ្នឹងបន្លំខ្លួនណាហ្នឹងវាគ្រាន់តែជាការប្រុងប្រយ័ត្នមួយដែរចំពោះអ្នកដែលទៅគោះទ្វារតាមផ្ទះហ្នឹងគឺអ្នកខ្លះជាមនុស្សខូចវាបន្លំថាវាអ្នកធ្វើការ ពួកភាគច្រើន PG&E បាទ ខ្ញុំ qualify ជា program ហ្នឹងទុំ20ឆ្នាំណាឬក៏20ឆ្នាំគេ call មកស្រាវជ្រាវ call មកខ្ញុំសំឡេងឥណ្ឌាពីស្រីតែឲ្យទៅពេញ form ថ្មីខ្ញុំពេញ form ថ្មីជាមួយវាហើយនឹងតាម telephone ហើយខ្ញុំពីល្ងាចយកគេចូលការម៉ោង7ម៉ោង3ខ្ញុំស្លេងឥណ្ឌាស្រីថាខ្ញុំនឹងត្រូវ fill up អាគារ program នោះថ្មីទៀត តែnăm đo bòn năm đo thì cái đang màu đi ôi việc nhà mà nó đóng việc nhàแต่อันนี้việcตามที่ผม giờ thì đừng care program này đây yeah 25% discount program này PG&E assistant cái lời thao cái assistant assistant của and PG&E yeah cái đằng này bên đây việc nhà អត់ទេកុំឲ្យពេញ មកនេះ កុំឲ្យពេញតាមទូរស័ព្ទកុំឲ្យភាគច្រើនបើយើងគេចង់ពេញអីយើងអាចចូល online នៅក្នុង care program website ហ្នឹងយើងមាន website វិញយើងអាចពេញនៅក្នុងបានឬក៏វាផ្ញើសម្បត្តិឲ្យយើងពេញកុំឲ្យ មួយទៀតខ្ញុំឃើញក្នុង YouTube ទេប៉ុន្តែក្នុង YouTube ហ្នឹងមិនមែននៅអាមេរិកយើងនៅយើងទេប្រហែលជានៅខាងអាស៊ីយើងវាជិះម៉ូតូ2នាក់មកផ្លូវស្ងាត់ស្រាប់តែមកដល់ផ្លូវស្ងាត់ហ្នឹងវាដាក់ម៉ូតូចុះវាធ្វើដេកមិនថាដួលម៉ូតូហ្នឹងវាបែកក្បាលបែកក្បូងវិញអញ្ចឹងណាអាអ្នកជិះម៉ូតូមកតាមក្រោយមកដល់ឃើញវា2នាក់ដេកនៅខាងហ្នឹងស្មានតែរបួសស្មានអីហ្នឹងចុះមកជួយមើលអានោះយកអលីវាប្លន់យកទាំងអស់អាហ្នឹងយ៉ាបានយើងនេះជំដែកជួយអាហ្នឹងវាយូរមានមួយហ្នឹងទៅមិនសូវមានទេហើយមួយទៀតរឿងចាក់សាំងអាហ្នឹងក៏ល្អទាំងយ៉ាងដែរពេលចាស់យើងចាក់សាំងយើងមិនដាក់កាបូបនៅ front seat មែនទេយើងមកចុះចាក់សាំងហើយយើងដើរចាក់សោអត់ ណែជាច្រើនចាក់ យើងឆ្លាតបើឆ្លាតជាគេ សារឃើញក្នុង Facebook ញឹកពេក បាទហ្នឹងក៏ញឹកញាប់ដែរហើយបងប្អូននៅតាមផ្ទះត្រូវមានកាមេរ៉ាសុវត្ថិភាពចាំបាច់នឹងសំខាន់មែនទែនហើយមួយយ៉ាងទៀតតាមផ្ទះយើងជ្រុងផ្ទះយើងទៅដើមឈើឬក៏ដប់អីយើងកុំឲ្យដាក់ខ្ពស់ពេកបើតាមក្បួនគេដើម្បីឲ្យការពារសុវត្ថិភាពដប់តាមជាងផ្ទះហ្នឹងកុំឲ្យខ្ពស់ជាង3 feet អញ្ចឹងមានន័យថាពេលចោលវាមកពួនអីវាដល់ពួនទៀតមែនទែនបើវាពួនកើតបើយើងធ្វើកម្ពស់នេះវាក្តៅបន្តិចវាចិត្តហើយយើងយ៉ាងខ្ពស់គឺ3 feet ហើយបើដើមឈើវិញយ៉ាងធ្លាក់ចុះក្រោមយ៉ាងដាបទៅ6 feet ព្រោះពីច្រើនចោលមិនដែលកម្ពស់ពោះនេះចោលធំដូច្នេះបើយើងដាក់ឲ្យដើមឈើយាមួយទៀតវាឲ្យវាធ្វើឲ្យពួកខូចហ្នឹងថាផ្ទះនេះមិនចេះថែមិនចេះវាមិនសុខពួកគេមិនខ្វល់ដូច្នេះមានណានៅផ្ទះទេបើពេលយើងកាត់ឲ្យតែមកខ្ពស់តែនេះដាក់ទៀបធ្វើឲ្យភ្លឹងវាទៅរកកន្លែងផ្សេងមួយយើងមានកាមេរ៉ាពួកដាក់កាមេរ៉ាក៏មកដាក់ខ្លាំងដាក់ណាដែលមែនទែនđểថតបានពីព្រោះយើងដាក់ខ្លាំងវាបានប្រយោជន៍ពួកចៅសម័យនេះវាពេលវាឃើញផ្ទះណាមួយមានកាមេរ៉ាវាទៅរកផ្ទះមួយទៀតហើយឥឡូវនេះទូរស័ព្ទយើងសិតតែ smartphone ទាំងអស់យើងមាន alert មែនទេយើងដាក់ sensor ពេល alert មកយើងត្រូវមានតាក់ទង neighbor យើងដែលយើងទុកចិត្តឧទាហរណ៍បើ neighbor យើងខ្មែរឬក៏សាសនាដែលយើងទុកចិត្តពេលខ្លះ neighbor ក៏ចោលដែរកុំឲ្យទុកចិត្តពេកប៉ុន្តែយើងត្រូវទុកចិត្ត neighbor ណាយើងអាចពឹងបានយើងអាចបដូរលេខទូរស័ព្ទបានថាខ្ញុំទៅស្រុកខ្មែរមួយខែមានបញ្ហាអីសូមជួយមើលផងទៅប៉ុន្តែកុំឲ្យប្រាប់ neighbor ណាយើងមិនទុកចិត្តឬមិនស្គាល់ច្បាស់បាទដូចប្រាប់ចោលអញ្ចឹងអានឹង5បានដែរហ្នឹងយោបល់ខ្ញុំទៅរើចេញមូទៅនៅផ្សេងមូ Fresno ក៏នៅមានចោលព្រួយមានលេខទៀតល្អ បាទ លេខទៀតល្អចោល មានសំណួរទៀតដែរខ្ញុំ
មីងពូមានសំណួរដែរ Any question បងមានសំណួរឥឡូវបងមានសំណួរអីទេជាប់ហើយបងប្អូនណាអត់ទាន់មានប៊ិចអាចមានប៊ិចខ្ញុំអាចចែកតទៅបាន